សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម៉ែម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺជាវីដេអូតពីភាគមុនតាក់ទងទៅការដំណើរកំសាន្តទៅលេងកំពង់សោមនឹងឯងបន្ទាប់មកយើងបានចេញដំណើរពីកន្លែងចំណតទី1យើងក៏ចាប់ផ្ដើមដល់ផ្លូវលឿនលឿននេះគឺច្រកចេញអ្នកនរគ្នាបាទអញ្ចឹងយើងចិត្តដល់កំពង់សោមហើយយើងច្រកចេញហើយបន្ទាប់ពីដល់ច្រកចេញហើយក៏ខ្ញុំមិនទាន់ទៅភ្លាមដែរគឺយើងឈប់អែបនឹងដើម្បីថតយកទេសភាពស្អាតៗនៅកន្លែងហ្នឹងអញ្ចឹងណាព្រោះដោយសារណាមួយយើងក៏ចង់ឈប់មើលទេសភាពថ្ងៃលិចផងដែរព្រោះនៅឃើញនៅកន្លែងហ្នឹងមានទេសភាពស្អាតដែរយើងហើយយើងក៏បានឈប់ឡានជាលើកទី2ដើម្បីមើលទេសភាពនៅជុំវិញហ្នឹងអញ្ចឹងណាហើយពេលដែលទៅដល់ផងដែរគឺយើងឈប់ឡានចំនួន3ដងដើម្បីយើងចុះបាត់ដៃបាត់ជើងហើយក៏យើងចុះស្រួលខ្លួនផងដែរព្រោះយើងនឹងអង្គុយឡានយូរទៅគឺមានអារម្មណ៍ថាចុកស្ពន់ជើងដៃខ្លួនអញ្ចឹងណាព្រោះដោយសារផ្លូវយើងឆ្ងាយដែរអញ្ចឹងយើងត្រូវការឈប់យើងច្រើនកន្លែងដែរប៉ុន្តែខ្ញុំឈប់នេះជារួមតែ3លើកទេបន្ទាប់ពីយើងបានឈប់ថតរូបថតអីលេងនៅទេសភាពហ្នឹងហើយក៏យើងបន្តដំណើរទៅមុខទៀតទីបំផុតយើងក៏បានជិះឡានមកដល់ទីកន្លែងចូលក្រុងកំពង់សោមហើយអានេះយើងចាប់ផ្ដើមចុះតាមផ្លូវចំណោតហ្នឹងអ្នកនរគ្នាដែលនៅកំពង់សោមប្រកាសជាស្គាល់ទីហ្នឹងហើយខ្ញុំទៅជាលើកទី1អញ្ចឹងមិនសូវស្គាល់ផ្លូវណាផ្លូវណីទេហើយជាពិសេសនោះគឺផ្សារលាងលើដែលគេល្បីហ្នឹងខ្ញុំក៏នឹងចូលលេងនៅទីហ្នឹងផងដែរមកខាត់ពេលយូរយើងចាំទៅទស្សនាវីដេអូដែលខ្ញុំចូលទៅផ្សារលាងលើហ្នឹងដែរចាំមើលទាំងអស់គ្នាថាតើមានទេសកម្មភាពអីខ្លះនៅក្នុងនោះហើយខ្ញុំក៏ត្រូវចូលទៅទិញសម្ភារៈនិងគ្រឿងញ៉ាំខ្លះផងដែរអូខេអ្នកនរគ្នាឥឡូវយើងមកដល់ក្រុងកំពង់សោមហើយយើងមើលទិដ្ឋភាពនៅក្រុងទៅទីទៀតយើងទៅលេងនៅមាត់សមុទ្រឥឡូវយើងបានមកដល់មែនដែរធំខ្លួនមែនដែរហើយហ៊ីតុបបងហ៊ីតុបឥឡូវយើងអញ្ចឹងទីទៀតយើងទៅមាត់សមុទ្រទាំងអស់គ្នាទៅខាងនោះយើងបានមើលខាងនោះយើងមកដល់ក្រុងហើយទីទៀតយើងទៅដល់សមុទ្រហើយលេងសប្បាយទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីជួបប្រុសស្អាតយើងហើយគាត់បានប្រាប់ហើយថាយើងមកដល់ហើយគឺនៅឈប់សម្រាកឥឡូវនេះគឺយើងឈប់មកតង់ទៀតដើម្បីចុះសម្រួលខ្លួនប្រាណអញ្ចឹងណាយើងអង្គុយទៅមានអារម្មណ៍ថាចុកដៃចុកជើងចុកខ្លួនមែនតើដោយសារតែយើងមិនធ្លាប់ជិះឡានឆ្ងាយអញ្ចឹងណាហើយនេះយើងចាប់ផ្ដើមឈប់ជាលើកទី4ដោយសារតែខ្ញុំប្រាប់ដំបូងគឺលើកទី3ទេប៉ុន្តែជាក់ស្ដែងយើងឈប់4លើកដោយសារតែមកដល់នេះគឺយើងថ្ងៃហើយអត់បានបាយទឹកទេអ្នកនរគ្នាមើលអ្នកពលឡាននេះគឺគាត់អស់ហើយអញ្ចឹងត្រូវការរកបាយញ៉ាំហើយនេះយើងឈប់នៅកន្លែងញ៉ាំអីនេះគឺជាហាងកាទៀវយើងចង់ញ៉ាំកាទៀវញ៉ាំអីយើងអាចមកញ៉ាំទីនឹងបាននៅកំពង់សោមមើលទៅមុខអ្នកពលឡានទៅបាទអញ្ចឹងគាត់ចុះលើឡានវិញគឺគាត់មុខធម្មតាហើយនេះគឺឃ្លានខ្លាំងមែនតើហើយបាទគឺអត់ស្រួលខ្លួនតិចហើយយើងមានអីញ៉ាំទៅយើងស្រស់ស្រាយមកវិញអញ្ចឹងណាហើយខ្ញុំទៅនឹងគឺគ្នាច្រើនដែរយើងជិះពីឡានទៅយើងមានមុខមានក្រោយអញ្ចឹងណាហើយនេះយើងដល់ពីញ៉ាំអីហើយគឺយើងចេញបន្តដំណើរទៅមុខទៀតដើម្បីទៅរលេងនៅមាត់សមុទ្រអញ្ចឹងណាកំពង់សោមនេះគឺគោលដៅយើងទៅលេងមាត់សមុទ្រហ្នឹងឯងបើមិនទៅមាត់សមុទ្រយើងត្រូវទៅណាទៀតប៉ុន្តែមុននឹងយើងទៅមាត់សមុទ្រគឺយើងឈប់ទៅចូលផ្សារលាងលើដើម្បីទិញបោះញ៉ាំបាទគឺយើងទិញមកទិញបេគីយកទៅធ្វើនៅមាត់សមុទ្រនឹងញ៉ាំអញ្ចឹងណាព្រោះខ្ញុំទៅតែខ្លួនទេអត់មានគ្រឿងញ៉ាំគ្រឿងអីទេដូច្នេះហើយយើងក៏ចូលទៅផ្សារលើឬក៏ផ្សារលាងលើហ្នឹងដើម្បីទិញមកទិញគ្រឿងញ៉ាំអញ្ចឹងណាហើយនេះគឺជាសកម្មភាពខ្លីៗខ្លះៗដែលខ្ញុំបានចូលទៅផ្សារលើឬក៏ផ្សារលាងលើហ្នឹងដើម្បីថតយកព្រឹត្តិទេសភាពឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងណាហើយនេះយើងចូលមកដល់កន្លែងលក់គ្រឿងសមុទ្រគឺមានច្រើនខ្លាំងមែនតើមានរស់មានទាំងងាប់មានទាំងអីអ្នកទាំងអស់គ្នាចង់ញ៉ាំអីគឺយើងអាចទិញហ្នឹងបានអញ្ចឹងអ្នកទិញគឺផ្សេងទេសម្រាប់ខ្ញុំអត់ថាទិញទេគឺយើងដល់តើថតទៅទេសភាពឲ្យអ្នកទាំងអស់គ្នាមើលទេដើម្បីទុកជាអនុស្សាវរីយ៍ផងអញ្ចឹងណាដូច្នេះអ្នកទិញក៏ដើរទិញទៅចំពោះខ្ញុំដើរថតយកទេសភាពដើម្បីទុកជាអនុស្សាវរីយ៍ទុកមើលអញ្ចឹងណាព្រោះយើងចូលឲ្យបានទៅហើយយើងត្រូវតែប្រាច់យករូបភាពដើម្បីទុកជាអនុស្សាវរីយ៍មិនងាយបានទៅលេងទេព្រោះយូរយើងមានគ្នាបបួលទៅលេងម្ដងហើយយើងទៅហ្នឹងគឺអត់មានជួលឡានជួលអីគេទេអញ្ចឹងហើយយើងមានឱកាសគឺយើងថតយកទេសភាពនៅហ្នឹងទៅកុំឲ្យថាពេលទៅហើយអត់បានមានរូបភាពអត់មានរូបថតអត់មានវីដេអូមើលអញ្ចឹងណាអញ្ចឹងយើងក៏ថតទុកទៅហើយនេះប្រុសស្អាតយើងក៏ទៅតថ្លៃកាអាយគេហើយមើលទៅតថ្លៃតអីគេហ្នឹងមិនមែនមានលុយទេគឺអត់លុយទេដល់គ្នាតថ្លៃគេហើយគឺដាក់ចេញវិញសួរគេដំបូងដូចហំហានខ្លាំងណាស់ប៉ុន្តែតែខ្លួនឯងហ្នឹងអត់មានលុយទេតែយើងធ្វើទៅដូចជាមានលុយអញ្ចឹងហើយចំពោះវីដេអូទី3របស់យើងគឺមានតែប៉ុណ្្នឹងទេចំពោះការទស្សនាអរគុណច្រើនហើយកុំភ្លេចជួយចុច Subscribe ចុច Like ចុច Follow ម្នាក់មួយផងអរគុណ